សេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី4ព្រឹទ្ធសភានីតិកាលទី5នាថ្ងៃទី16ខែតុលាឆ្នាំ2025អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថានៅព្រឹកថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025វេលាម៉ោង9ព្រឹកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំលើកទី4ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន60រូបអង្គប្រជុំបានដំណើរការដោយមានរបៀបវរៈតែមួយគឺការស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីអំពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភាចន្លោះសម័យប្រជុំលើកទី3និងលើកទី4នីតិកាលទី5នៅក្នុងអំឡុងពេល3ខែនៃចន្លោះសម័យប្រជុំលើកទី3និងលើកទី4ព្រឹទ្ធសភានីតិកាលទី5 7កក្កដាដល់6តុលា2025ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង8ក្រុមសមាជិកព្រឹទ្ធសភានិងសមាជិកសមាជិកាព្រឹទ្ធសភាបានខិតខំបំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភានិងសកម្មភាពក្នុងការចុះប្រសាយតាក់ទងជាមួយនឹងប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួនព្រមទាំងរួមចំណែកដល់សកម្មក្នុងការលើកកម្ពស់ស្មារតីរួមគ្នាជាធ្លុងមួយសាមគ្គីភាពនិងឯកភាពជាតិតាមរយៈការឧបត្ថម្ភគាំទ្រនិងលើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខនិងជនភៀសសឹកនៅតាមបណ្ដាខេត្តនៅព្រំដែនដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិនិងប្រជាពលរដ្ឋមានជាអាចមុខងារនីតិកម្មគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំចំនួន7លើកនិងប្រជុំព្រឹទ្ធសភាវិសាមញ្ញចំនួន4លើកដើម្បីពិនិត្យឲ្យយោបល់លើសេចក្តីស្នើច្បាប់ចំនួន1សេចក្តីព្រាងច្បាប់ចំនួន3និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន1រូបតំណាងឲ្យព្រឹទ្ធសភាក្រៅពីការបំពេញលើមុខងារនីតិកម្មគណៈកម្មការនានារបស់ព្រឹទ្ធសភាបានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មដោយបានជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័ននានានិងការចុះតាមបណ្ដាខេត្តរាជធានីចំនួន30លើកដើម្បីតាមដានអំពីវឌ្ឍនភាពនិងការអនុវត្តច្បាប់និងគោលនយោបាយនានាស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តមុខងារតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង8បានរៀបចំនៅពិធីសម្ដែងសម្ដាលចំនួន32លើកមានអ្នកចូលរួមសរុបចំនួន6353នាក់ដើម្បីតាមដានអំពីវឌ្ឍនភាពស្ដីអំពីបញ្ហាប្រឈមសំណូមពរនិងតាមដានការផ្តល់សេវាសាធារណៈការអភិវឌ្ឍមូលដ្ឋានគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដើម្បីផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពានរបស់ថៃជាមួយគ្នានេះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង8បានសហការជាមួយនឹងអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ IMR ប្រចាំនៅកម្ពុជានិងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីចុះពិនិត្យព្យាបាលជំងឺដ៏ឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋចំនួន410នាក់នៅខណ្ឌកំបូលនិងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញជួសជុលអគារសិក្សាមួយខ្នងមាន5បន្ទប់នៅសាលាបឋមសិក្សារិទ្ធិសែនជ័យឃុំអូស្វាយស្រុកបូរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែងនិងចុះទៅប្រសាយតាក់ទងគ្រប់វិញ្ញាណក្ខន្ធសួរសុខទុក្ខនិងចែកអំណោយជូនដល់ក្រុមគ្រួសារយុទ្ធជនពលីនិងពិការក្នុងបុព្វហេតុជាតិមាតុភូមិជនភៀសសឹកពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃនិងប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួនព្រមទាំងបានចូលរួមក្នុងកម្មវិធីនានានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងបានជួយអន្តរាគមន៍នៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីដោះស្រាយសំណូមពរនិងសម្ដៅផ្សេងៗជូនដល់ប្រជាពលរដ្ឋសរុបចំនួន424លើកទន្ទឹមនេះក្រុមសមាជិកព្រឹទ្ធសភាបានជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តក្រុងស្រុកក្រុមប្រឹក្សាឃុំសង្កាត់ស្មាននិងអង្គភាពពាក់ព័ន្ធដើម្បីស្ដាប់របាយការណ៍អំពីវឌ្ឍនភាពនិងឆ្វេងយល់អំពីតម្រូវការបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីនៅតាមបណ្ដាខេត្តចំនួន5ក្នុងភូមិភាគទី7និងចុះសម្ដែងសម្ដាលសួរសុខទុក្ខនិងចែកចង្ក្រានសន្សំសំចៃធម្មពលនិងផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋគ្រួសារយុទ្ធជនពលីពិការនិងជនភៀសសឹកចាស់ជរាស្ត្រីនិងកុមារនៅតាមមូលដ្ឋានចំនួន12លើកនិងចូលរួមក្នុងកម្មវិធីផ្សេងៗចំនួន37លើកព្រឹទ្ធសភាបានទទួលពាក្យបណ្ដឹងចំនួន20និងបានបញ្ជូនទៅក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធនិងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោចំនួន12បណ្ដឹងដើម្បីមុខការតម្កល់ទុកនិងចាត់វិធានការចំនួន1បណ្ដឹង
កំពុងពិនិត្យសិក្សាចំនួន9បណ្ដឹងទទួលលិខិតឆ្លើយតបដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន6បណ្ដឹងផ្ដល់ព័ត៌មានទៅម្ចាស់បណ្ដឹងចំនួន20បណ្ដឹងរំលឹកនិងជំរុញការដោះស្រាយពាក្យបណ្ដឹងចំនួន7បណ្ដឹងនិងទទួលឯកសារពីក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការនានារបស់ព្រឹទ្ធសភាចំនួន33បណ្ដឹងដោយឡែកនៅក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិព្រឹទ្ធសភានីតិកាលទី5ក្រោមការដឹកនាំដ៏ឆ្លៀសវៃប៉ិនប្រសប់និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើងដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការខិតខំពង្រឹងការងារទូតដើម្បីសន្តិភាពស្ថិរភាពនិងវិបុលភាពយូរអង្វែងរបស់កម្ពុជាតំបន់និងពិភពលោកក្នុងពេលដែលសភាពការតំបន់និងពិភពលោកកំពុងតែមានភាពច្របូកច្របល់យ៉ាងខ្លាំងនិងហានិភ័យខ្ពស់ដែលកើតចេញពីការបន្តប្រកួតប្រជែងយុទ្ធសាស្ត្រភូមិសាស្ត្ររបស់ប្រទេសមហាអំណាចភាពតានតឹងនៃជម្លោះការរីកសាយនៃសង្គ្រាមក្នុងតំបន់មួយចំនួននៅលើពិភពលោកនិងជម្លោះព្រំដែនកម្ពុជាថៃដែលបង្កដោយភាគីថៃក្នុងរយៈពេល3ខែនៃចន្លោះសម័យប្រជុំនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងនាមជាប្រមុខរដ្ឋស្ដីទីនិងក្នុងនាមជាប្រធានព្រឹទ្ធសភាបានទទួលជួបសវនាការនិងពិភាក្សាការងារជាមួយភ្ញៀវអន្តរជាតិឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតនិងស្ថាប័ននានាចំនួន24លើកព្រមទាំងបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅចំពោះមុខភាពក៏ក្លឿននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោបានបង្ហាញនៅឫសគល់និងស្ថានភាពពិតនៃចំនួនព្រំដែនការព្យាយាមអត់ធ្មត់និងការប្រកាន់គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយចំនួនដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិនិងបានស្នើឲ្យភាគីមិត្តជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកចំនួននិងគោរពនិងអនុវត្តនៅបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នាដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញជាមួយគ្នានេះផងដែរថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភាបានជួបពិភាក្សាជាមួយភ្ញៀវជាតិនិងអន្តរជាតិក្នុងគោលបំណងដើម្បីពង្រឹងវិស័យការទូតសភាពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងក្របខ័ណ្ឌនៃទ្វេភាគីនិងពហុភាគីព្រមទាំងបានចូលរួមក្នុងពិធីផ្លូវការផ្សេងៗសរុបចំនួន45លើកនិងបានអញ្ជើញចូលរួមដោយផ្ទាល់នឹងតាមប្រព័ន្ធនិម្មិតក្នុងកិច្ចប្រជុំនិងវេទិកានានាក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីចំនួន28លើកនៅក្នុងឱកាសនេះផងដែរព្រឹទ្ធសភាសូមសម្ដែងនឹងការដឹងគុណជូនវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋនិងសូមសម្ដែងនឹងការគោរពនិងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរៈភាពដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំគ្រប់គ្រងសភាពការរបស់ប្រទេសជាតិនិងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយនឹងប្រជាពលរដ្ឋគ្រប់កលៈទេសៈទាំងអស់